ភិបាលខេត្តកំពង់ចាមបានជំរុញដល់សាខាសមាគមនារីកម្ពុជាត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនទាំងជំនាញបច្ចេកទេសនិង Digital ដើម្បីជាប្រយោជន៍និងតម្រូវការរបស់ពលរដ្ឋអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិនដាលោកបានជំរុញដល់ថ្នាក់ដឹកនាំនិងសមាជិកានៃសាខាសមាគមនារីកម្ពុជាខេត្តត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនទាំងជំនាញបច្ចេកទេសនិង Digital ដើម្បីជាប្រយោជន៍និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីនិងក្មេងស្រីឯកឧត្តមលោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅបន្តរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាមនាព្រឹកថ្ងៃទី26មករា2026ថ្លែងក្នុងឱកាសនោះដែរឯកឧត្តមអ៊ុនចិនដាអភិបាលខេត្តលោកបានស្នើដល់សាខាសមាគមនារីខេត្តត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាពដូចជាពង្រឹងរបៀបរបបធ្វើការរបបរាយការណ៍បែងចែកតួនាទីភារកិច្ចនិងទទួលខុសត្រូវសម្រាប់សាខាអនុសាខាសមាគមនារីទូទាំងខេត្តឲ្យកាន់តែទូលំទូលាយនិងឲ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានទទួលស្គាល់ថាស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចនិងសង្គមជាតិរបស់យើងទាំងអស់គ្នាជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តលោកក៏បានណែនាំឲ្យបន្តពង្រឹងនិងថែរក្សានៅស្មារតីសាមគ្គីភាពឯកភាពគ្នាទាំងទស្សនៈគោលជំហរនយោបាយសតិអារម្មណ៍ចាត់តាំងឲ្យកាន់តែរឹងមាំពិសេសត្រូវរួមគ្នាបំផុសស្មារតីគ្រប់គ្រងនៅគោលការណ៍ច្បាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែននិងទប់ស្កាត់រាល់ព័ត៌មានคล้ายៗបំផោងសភាពការដែលប៉ុនប៉ងបង្កចលាចលបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សង្គមគួរបញ្ជាក់ថានៅចុងកម្មវិធីនេះដែរឯកឧត្តមអ៊ុនចិនដានិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជាក៏បានអញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកនៅក្នុងក្រុងកំពង់ចាមចំនួន70គ្រួសារដែលមានពិការភាពកុមារកំព្រាស្ត្រីមេម៉ាយនិងចាស់ជរាផងដែរនាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម